សុភាសិតដាំដើមអ្វីបានផ្លែអ្វីគឺជាពាក្យប្រៀបធៀបដ៏មានតម្លៃមួយក្នុងវប្បធម៌ខ្មែរដែលបង្ហាញពីច្បាប់ធម្មជាតិនិងច្បាប់ជីវិតរបស់មនុស្សតាមន័យផ្ទាល់ពាក្យនេះមានន័យថាប្រសិនបើយើងដាំដើមឈើប្រភេទណាយើងនឹងទទួលបានផ្លែរបស់ដើមឈើនោះដែរឧទាហរណ៍បើយើងដាំដើមស្វាយយើងនឹងបានផ្លែស្វាយមិនអាចបានផ្លែស្វាយជាមួយផ្លែស្រកានាគបានឡើយន័យប្រៀបធៀបនៃសុភាសិតនេះគឺចង់បង្ហាញថាអ្វីដែលមនុស្សបានធ្វើនឹងនាំឲ្យមានលទ្ធផលតាមអំពើរបស់ខ្លួនក្នុងជីវិតប្រចាំថ្ងៃសុភាសិតនេះបង្រៀនឲ្យមនុស្សយើងដឹងថាអំពើល្អនឹងនាំមកនូវផលល្អហើយអំពើអាក្រក់នឹងនាំមកនូវផលអាក្រក់ប្រសិនបើយើងខិតខំរៀនស្ដាប់បង្គាប់ឪពុកម្ដាយនិងគ្រូបង្រៀនយើងនឹងទទួលបានចំណេះដឹងនិងអនាគតល្អផ្ទុយទៅវិញប្រសិនបើយើងខ្ជិលមិនខិតខំរៀនឬធ្វើអំពើមិនល្អនោះលទ្ធផលដែលយើងទទួលបានក៏នឹងមិនល្អដែរដូច្នេះសុភាសិតនេះជាការរំលឹកឲ្យមនុស្សគ្រប់រូបត្រូវប្រឹងប្រែងធ្វើល្អនិងគិតពិចារណាមុនធ្វើអ្វីមួយលើពីនេះទៅទៀតសុភាសិតនេះក៏អាចអនុវត្តបានក្នុងសង្គមទូទៅផងដែរមនុស្សដែលមានចិត្តល្អស្មោះត្រង់និងជួយអ្នកដទៃតែងតែទទួលបានការគោរពសេចក្តីស្រឡាញ់និងការគាំទ្រពីអ្នកនៅជុំវិញខ្លួនខណៈដែលមនុស្សដែលធ្វើអំពើអាក្រក់ឬបោកបញ្ឆោតអ្នកដទៃទោះបីជាអាចទទួលបានអត្ថប្រយោជន៍បណ្ដោះអាសន្នក៏ដោយក៏នៅចុងក្រោយមិនទទួលផលអាក្រក់ពីអំពើរបស់ខ្លួនផងដែរសរុបមកសុភាសិតដាំដើមអ្វីបានផ្លែអ្វីបង្ហាញថាជីវិតមនុស្សពឹងផ្អែកលើអំពើរបស់ខ្លួនអំពើល្អនឹងនាំឲ្យមានជីវិតល្អខណៈអំពើអាក្រក់នឹងនាំឲ្យមានវិបត្តិដូច្នេះមនុស្សគ្រប់រូបគួរតែខិតខំធ្វើអំពើល្អមានសីលធម៌និងប្រព្រឹត្តខ្លួនឲ្យត្រឹមត្រូវដើម្បីទទួលបានផលល្អក្នុងជីវិត